បាទសួស្តីទាំងអស់គ្នាអញ្ចឹងខ្ញុំមានវីដេអូមួយដែលទៅនឹងការ install Tekla Structure 2025ហើយដោយមានការចែករំលែកពីគ្នាយើងនៅក្នុង group បាទអញ្ចឹងខ្ញុំនឹងធ្វើការចែករំលែកទៅលើការ install វាអញ្ចឹងយើងមាន file ពីរនេះដែលទៅនឹង file setup ហើយនេះ file សម្រាប់យើងធ្វើការ create និងនេះគឺជា password សម្រាប់យើង extract អញ្ចឹងដើម្បី extract ពីនេះបានយើង select ចេញមកយើងមកខាងស្ដាំយើងយកនេះមកយើងយក extract មកអញ្ចឹងយើងត្រូវបញ្ចូល password បាទអញ្ចឹងយើង copy នេះមក Ctrl V អូខេមកបាទអញ្ចឹងយើងធ្វើការ extract ទីសិនអូខេអញ្ចឹងអានេះយើង extract ហើយខ្ញុំ extract នេះមួយទៀតអូខេតោះអញ្ចឹងយើងចូលមកបើកកម្មវិធីទាំងអស់គ្នានេះកម្មវិធីTeklaរបស់យើងខ្ញុំបើកមកបន្តមកទៀតយើងធ្វើការ install double click មកកន្លែងនេះយើងយក yes ខ្ញុំអូខេចុចយើងធ្វើការ installបាទតោះអញ្ចឹងយើងចូលតទៀតយើងចុច next យកខាងលើនេះមកហើយចុច next ទៀត next ទៀតបាទ next បន្តទៀតកន្លែងនេះយើងយក install ហើយយើងចង់ tick កន្លែងនេះក៏បានដែរមានន័យថាការ install ភ្ជាប់ជាមួយនឹង default environment របស់វាតែបើយើងអត់ tick អានឹងយើងត្រូវ install environment យើងត្រូវការណាអញ្ចឹងកន្លែងហ្នឹងមិនបាច់ tick ក៏បានដែរយើង install មកព្រោះកន្លែងហ្នឹងយើងមាន environment ដែលយើងត្រូវធ្វើការ install សម្រាប់ប្រើប្រាស់ចុចរងចាំដល់វា install ចប់ចាំយើងធ្វើការនេះ install environment ជាមួយនឹងការ create